ឯកឧត្តមស៊ីជីនពីងបានស្វាគមន៍ចំពោះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបានលើកឡើងថាសម្ដេចគឺជាមេដឹកនាំពិភពលោកលើកទី1ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិនសារព័ត៌មានក្រុងទេសកាលពីព្រឹកថ្ងៃទី10ខែកុម្ភៈឆ្នាំ2023ដែលជាថ្ងៃទី2នៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជនខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងជំនួបដែលធ្វើឡើងនៅក្នុងផ្ទះសំណាក់ដៃអូយុថៃរដ្ឋធានីប៉េកាំងឯកឧត្តមស៊ីជីនពីងបានមានប្រសាសន៍សម្ដែងនៃការស្វាគមន៍ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីជាមេដឹកនាំពិភពលោកលើកទី1ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិនសម្ដេចតេជោបានអបអរសាទរចំពោះការអញ្ជើញមួយនេះសម្ដេចតេជោបានមានប្រសាសន៍បន្តថាកាលដែលសម្ដេចអញ្ជើញមកកាន់ប្រទេសចិនកាលពីថ្ងៃទី5ខែកុម្ភៈឆ្នាំ2020ពេលដែលកំពុងផ្ទុះកូវីដយ៉ាងខ្លាំងនោះគឺចង់លើកទឹកចិត្តនិស្សិតមួយចំនួននៅវូហាននិងម្យ៉ាងវិញទៀតសម្ដេចក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិននៅពេលជួបគ្រាលំបាកឯកឧត្តមប្រធានាធិបតីចិនលោកស៊ីជីនពីងបានអរគុណចំពោះសម្ដេចតេជោដែលបានប្រកាសជាសាធារណៈថាបើខ្ញុំមិនពឹងចិនទេព័ត៌មានក្រុងទេស